ឥឡូវនេះគឺចុះពីលើឡានក្រុងហើយកំពុងតែដើរសំដៅទៅកាន់ពលានប៉ុន្តែអី so hot ចឹងពីខាងក្រៅពលានទោះបីជាថ្ងៃច័ន្ទក៏ដោយក៏មានមនុស្សច្រើនដែរហើយយើងដឹងហើយពលានថ្មីនេះគឺធំខ្លាំងអញ្ចឹងខ្ញុំចុះពីចំណតក្រៅមិញហ្នឹងដើរមកឡើងមកឆ្ងាយហ្មងតែមកតែចូលមកដល់កន្លែងនេះឥឡូវនេះម៉ោង3ជាង4ហើយប៉ុន្តែនិយាយពីថាមេឃក្តៅសាហាវអូយចូលមកពលានថ្មីនេះSo wow ហ្មងគាត់តែឃើញហើយចង់ដើរលេងបងប្អូនអើយមិនថាដើរលេងក្នុងស្រុកឬក៏ក្រៅស្រុកទេអើយមើលទៅបែបលៃលោកមក trip ឯងបងប្អូនជំហានដំបូងមុនពេលទៅរកកាហ្វេគឺត្រូវការចូលបន្ទប់ទឹកសិនពីព្រោះឈឺភីខ្លាំងណាស់បន្ទប់ទឹកនៅជាន់ក្រោមហ្នឹងនៅស្ដាំដៃផុតក៏មានដែរពេលចូលមកនេះនៅចិត្ត Intercare Express នេះបងប្អូនឥឡូវចេញពីបន្ទប់ទឹកក៏យើងបន្តបេសកកម្មទៅរកហាងកាហ្វេរបស់យើងឡើងវិញពីព្រោះយើងបានសម្រួលអីយ៉ាបតហើយនិយាយទៅអេហ្មងហ្នឹងចូលមកធ្វើអីណាមើល schedule ហោះហើរនេះតែពិតអត់មានត្រូវហោះហើរទេឡើងមកដល់ខាងលើហើយបងប្អូនមករកហាងកាហ្វេមកដល់មិនឃើញហាងកាហ្វេទេមកឃើញហាងបាយគេអាកងនេះហើយកំពុងតែឃ្លានបាយហងពេលអញ្ចឹងវាធ្វើឲ្យយើងគួរចង់ញ៉ាំឥឡូវខ្ញុំរកហាងបានហើយបងប្អូនគឺឈ្មោះថា Columbus អញ្ចឹងខ្ញុំចូលនៅតេសកាហ្វេនៅហាងនេះម្ដងនៅជាន់លើមាននំអូយអែមសែនឃើញហើយឃ្លានកំពុងឃ្លានស្រាប់អញ្ចឹងហៅបានទាំងកាហ្វេហៅបានទាំងនំគឺសែតមែនអូសែតនេះបីគេមានសែតរបស់គេមិញមានកាហ្វេផងមាននំផងហើយមាន cookie ផងហើយខ្ញុំគិតថាខ្ញុំយកសែតហ្នឹងហើយព្រោះគេប្រាប់ថានេះគឺជា signature នេះតម្លៃសែតគេមិញបងប្អូនខ្ញុំបាន order ហើយចាំមើលតិចទៀតយើងទៅភ្លក់រសជាតិទាំងអស់គ្នាបងប្អូននេះឈុតដែលយើង order មិញបានមកហើយមាន cheese cake មួយមានកាហ្វេមួយអញ្ចឹងអា cheese cake នេះថ្លៃជាងគេ7លានជាងកាហ្វេគេមិនសូវអីទេតែនេះយើង order set ទេបើយើង order មួយប្រហែលជារៀងថ្លៃយ៉ាងហ្នឹងទៀតនេះនាង cheese cake មួយ7លានជាងនេះបងប្អូនតែធម្មតាតម្លៃនៅពលានអញ្ចឹងឯងប៉ុន្តែតំណងអានេះកំប៉ុងកាហ្វេគេមើលណែកំប៉ុងគេឡើងចាថាកំប៉ុងគេចេញមកគឺឡើងខ្ជិះខ្ជូតពណ៌កាឈូកហើយសស្រ័យហ្មងអញ្ចឹងយើងធ្វើការភ្លក់កាហ្វេមុនពេលភ្លក់ cheese cake ព្រោះដោយសារកាហ្វេល្វីងអញ្ចឹងឲ្យជីវិតយើងវាល្វីងសិនទៅទៅយកគេឲ្យទៅយកกระดาษបងប្អូនទៀតអីកំប៉ុងគេធ្វើក្បាលមុខអញ្ចឹងទៀតអីឆ្ងាញ់ចង់និយាយថាដូចមិនចំជាកាហ្វេដូចមិនចំជាកាហ្វេស្ករហ្មងមិញស្ករធម្មតាមានជាតិផ្អែមហើយកាហ្វេតិចហើយអ្វីដែលសំខាន់គឺឈ្ងុយក្លិនដូងដូចយកអាដូងទៅដុតឲ្យខ្លោចឲ្យមានជាតិឈ្ងុយឆ្ងឹតទៅហើយយកម្ដងឆ្ងាញ់ឆ្ងាញ់ខ្លាំងហ្មងឆ្ងាញ់ខ្លាំងហ្មងសម្រាប់រសជាតិខ្ញុំគឺខ្ញុំអត់ចូលចិត្តកាហ្វេធ្ងន់ទេអញ្ចឹងរសជាតិកាហ្វេនេះគឺខ្ញុំចូលចិត្តខ្លាំងដោយសារតែកាហ្វេដូចកាត់ជាមួយនឹងអាជាតិត្រៀងផ្សេងវាមិនមែនដូចកាហ្វេសុទ្ធចូលគ្នាអញ្ចឹងកាហ្វេហ្នឹងខ្ញុំឲ្យ rate 9 លើ 10แล้วចូលដល់ cheese cake ក្នុងនេះមានសមមានលាភាហើយមានกระดาษឲ្យមួយស្លឹកទៀតគេឲ្យសមឲ្យលាភាសំខាន់ខ្ញុំប្រើតែស្ភាបានហើយមកតំណងនេះញាក់សាច់ឆ្ងាញ់តែផ្អែមដោយសារយើងអត់ញ៉ាំផ្អែមដល់ពេលដែលយើងប៉ះរបស់ដែលផ្អែមទូទៅសម្រាប់គេតែផ្អែមខ្លាំងសម្រាប់យើងផ្អែមនឹងហៀទឹកភ្នែកទឹកសបោ
បើសម្រាប់ខ្ញុំឲ្យ red cheesecake នេះ8 លើ 10 វាផ្អែមតែវាអត់សូវផ្អែមខ្លាំងទេហើយខ្ញុំគិតថាប្រហែលជាផ្អែមអា jam strawberry គេហូរពីលើនេះបើសាច់ cheesecake ឆ្ងាញ់ហ្មងជាពិសេសមួយខាងក្រោមឡើងឆ្ងាញ់តែពិសេសនេះគេមានឲ្យហៅថាយើងគួរតែយក cheesecake ឬក៏យក cookie តែខ្ញុំឃើញអានេះខ្ញុំប្រហែលជាចាញ់បោក view ខ្ញុំចិត្តពណ៌ color ចឹងយកអានេះទៅតែរសជាតិគេឆ្ងាញ់ណាស់ចិត្ត cheesecake អីត្រូវហ៎អែមហ្មងចំពោះបរិយាកាសមកសួរខ្ញុំទៅគឺ10 លើ 10អាជីមកផឹកកាហ្វេនៅពលានដូចខ្ញុំឯងយើងចង់ទទួលបានរសជាតិមួយថ្មីយើងមកពលានយើងអង្គុយញ៉ាំកាហ្វេបដាយើងមើលគេហើយយើងមើលឯងបដាទៅហើយយើងអង្គុយចុចការងារយើងទៅវាមានអារម្មណ៍ថាតនេអូននាងជីវិតមកផឹកកាហ្វេនៅពលានណែនេះវាមានអារម្មណ៍ថាយើងទទួលបានរសជាតិមួយថ្មីពិសេសសម្រាប់ content creator អូអ្នកដែលឆ្នៃបង្កើតមាតិកាទូទៅគួរតែឲ្យខ្លួនឯងចេញមកខាងក្រៅបែបនេះដើម្បីពេលយើងមកដល់យើងឃើញគេឃើញឯងយើងឃើញអ្វីដែលប្លែកយើងនឹងមានអារម្មណ៍ថាអេប្លែកមែនបរិយាកាសអារម្មណ៍ដែលមិនធ្លាប់មានតាំងពីដើមទីមកតាំងពីនៅពលានចាស់ខ្ញុំមកដែរទៅពលានហើយអង្គុយអីណាញ៉ាំកាហ្វេអីចឹងធ្វើការចឹងទេតែអានេះគឺខ្ញុំមកមានអារម្មណ៍ថាខ្ញុំមិនមែនមកហោះហើរទៅស្រុកក្រៅឬក៏ជិះយន្តហោះទេតែខ្ញុំមកអង្គុយផឹកកាហ្វេនៅពលានបងប្អូនហើយពិតជាអារម្មណ៍មួយដែលទៅតែជួបលើកដំបូងតែម្ដងទោះបីពីដើមទីមកហោះទៅស្រុកក្រៅក៏ដែរមានមកអង្គុយនៅពលានគេផឹកកាហ្វេដែរព្រោះទៅស្រុកក្រៅគាត់តែហេហក់ទៅនេះទៅនោះស្លំចង់ប្រកាច់ឯងមានតែគេមានពេលមកអង្គុយផឹកកាហ្វេអញ្ចឹងនេះគឺជាលើកទី1ក្នុងជីវិតរបស់ខ្ញុំមួយវិញទៀតបើសិនជាចង់ឲ្យខ្ញុំទៅភ្លក់កាហ្វេបែបថ្មីនៅកន្លែងណា comment នៅខាងក្រោមវីដេអូមកអូខេជួបគ្នាក្នុងវីដេអូក្រោយបាយបាយ